តើអ្នកជឿទេមានប្រទេសមួយដែលការស្នាក់នៅសន្តាគារមួយយប់អាចចំណាយរាប់រយដុល្លារហើយអាហារមួយពេលអាចថ្លៃជាងប្រទេសជាច្រើនដល់ទៅ2 ឬ 3 ដងតើប្រទេសនោះណែណាហើយហេតុអ្វីបានជាការរស់នៅថ្លៃខ្លាំងបែបនេះថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាប្រទេសដែលតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសថ្លៃបំផុតសម្រាប់ការរស់នៅគឺប្រទេសស្វីសប្រទេសនេះល្បីដោយសារភ្នំអោលដ៏ស្រស់ស្អាតធនាគារល្បីៗនិងជីវភាពរស់នៅមានគុណភាពខ្ពស់មូលហេតុចម្បងគឺប្រាក់ខែរបស់ប្រជាជនខ្ពស់ហើយតម្លៃទំនិញនិងសេវាកម្មក៏ខ្ពស់ដែរការជួលផ្ទះអាហារការដឹកជញ្ជូននិងសេវាសុខាភិបាលសុទ្ធតែមានតម្លៃខ្ពស់ជាងប្រទេសជាច្រើននៅភោជនីយដ្ឋានធម្មតាមួយអាហារមួយពេលអាចមានតម្លៃប្រហែល25ទៅ40ដុល្លារក្នុងម្នាក់កាហ្វេមួយកែវអាចមានតម្លៃ5ទៅ7ដុល្លារបន្ថែមពីនេះទៅទៀតសន្តាគារលំដាប់មធ្យមមួយយប់អាចមានតម្លៃចាប់ពី150ដុល្លារឡើងទៅហើយសន្តាគារប្រណីតអាចមានតម្លៃរាប់រយឬរាប់ពាន់ដុល្លារក្នុងមួយយប់ប៉ុន្តែទោះបីតម្លៃខ្ពស់ក៏ដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ស្វីសត្រូវបានគេចាត់ទុកថាល្អបំផុតមួយនៅលើពិភពលោករថភ្លើងនិងឡានក្រុងមានភាពទាន់ពេលនិងស្អាតស្វីសមានទេសភាពដ៏អស្ចារ្យរួមមានភ្នំអើលបឹងដ៏ស្រស់ស្អាតនិងទីក្រុងស្អាតគុណភាពជីវិតសុវត្ថិភាពនិងបរិស្ថានល្អធ្វើឲ្យមនុស្សជាច្រើនយល់ថាការចំណាយខ្ពស់គឺសមនឹងអ្វីដែលពួកគេទទួលបានទោះបីស្វីសជាប្រទេសថ្លៃក៏ដោយប្រាក់ខែជាមធ្យមរបស់ប្រជាជនក៏ខ្ពស់ដែរដូច្នេះសម្រាប់អ្នករស់នៅទីនោះតម្លៃទំនិញមិនចាំបាច់មានអារម្មណ៍ថាថ្លៃដូចភ្ញៀវទេសចរទេបើអ្នកមានឱកាសតើអ្នកចង់ទៅលេងប្រទេសស្វីសដែរឬទេសូមខមមិនប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់